យើងមកពិចារណានៅរូបនេះហើយទើបយើងទាំងអស់គ្នាបានស្រុកក៏ព្រោះតែរូបតំណាងឲ្យធម៌របស់ព្រះសម្មាសម្ពុទ្ធនេះឯងកុំបីកុំឲ្យខាតកាលពេលវេលាយូរខ្ញុំកណាលើកយកនៅមេរៀនមកបន្តមកដល់ត្រង់ពាក្យថាយោគាវចរៈក៏បីសិក្សាអាការៈ10យ៉ាងនៃកម្មដ្ឋានអាការៈ10យ៉ាងនោះគឺ1សង្ឃាតនិទេសត្រូវដឹងអាការៈដែលលោកសំដែងចេញរាប់ចំនួនទី2ឧបចារបណាវហៈត្រូវដឹងកម្មដ្ឋានដែលនាំមកនៃនាំមកនៅឧបចារឈាននិងកម្មដ្ឋានដែលនាំមកនៃអបបនាឈាន3ឈាននបតេតៈត្រូវដឹងប្រភេទរបស់ឈានអបភេទអបភេទត្រូវដឹងប្រភេទរបស់ឈាន4សមភិកមៈត្រូវដឹងវិធីប្រព្រឹត្តកន្លងរបស់កម្មដ្ឋានទី5វត្ថនាត្រូវដឹងកម្មដ្ឋានដែលគួរចម្រើនថែមនឹងមិនគួរចម្រើនថែមចម្រើន6ការអារមណៈត្រូវដឹងអារម្មណ៍របស់កម្មដ្ឋាន7ភូមិត្រូវដឹងភូមិរបស់កម្មដ្ឋាន8កហណៈត្រូវដឹងកិច្ចដែលត្រូវរៀនយកនៅកម្មដ្ឋាន9បច្ចយៈត្រូវដឹងបច្ច័យរបស់កម្មដ្ឋាន10បរិយានុកុលៈត្រូវដឹងកម្មដ្ឋានដែលសមគួរដល់ចរិតអនុមោទនា